បងប្អូនទង់ជាតិនៅខាងក្រៅខ្នងខ្ញុំនេះគឺជាទង់ជាតិរបស់ប្រទេសដែលជួយកូរ៉េខាងត្បូងក្នុងការធ្វើសង្គ្រាមតទល់ជាមួយនឹងកូរ៉េខាងជើងមានដូចជាអង្គការសហប្រជាជាតិអាមេរិកអង់គ្លេសកាណាដាមានច្រើនប្រទេសចាំនោះនៅខាងនោះក៏មានដែរប្រទេសណាស៊ីមានដូចជាថៃអីហ្នឹងតែដល់អត់មានកម្ពុជាយើងទេខ្ញុំមកមើលហើយកន្លែងនេះប្រៀបដូចជាកន្លែងវិមានសន្តិភាពរបស់កូរ៉េហ្មងកន្លែងគេធ្វើការធំរបស់កូរ៉េនៅខាងនោះមិនខាងនោះហើយកន្លែងនេះកន្លែងសារមន្ទីរជាតិរបស់គេតាំងអឺនេះតាំងយានចម្បាំងមានយន្តហោះមានរថក្រោះមានវិសៀមមានកំភ្លើងមាននាវាអីហ្នឹងចាំតិចទៀតចាំខ្ញុំនាំបងប្អូនទៅទស្សនាហើយបងប្អូនទស្សនាកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំមួយផងខ្ញុំដាក់លើអេក្រង់នឹងតំណងនេះបងប្អូនទង់ជាតិអស់ហ្នឹងហើយនៅខាងក្រោមហ្នឹងគេមានសរសេរអក្សរបញ្ជាក់ថាជំនួយអីជួយអីចឹងមានអាឡម៉ង់មានស្វីសអីមានដាក់មកមានទូគីអីជួយឧបត្ថម្ភដូចជាសភាវុធស្បៀងអីហ្នឹងខាងនោះមានថៃមានអីចឹងណាហើយកន្លែងនេះប្រជាជនគេមកលេងច្រើនអូចាស់ជាងនេះអត់សូវល្អបងប្អូនទីក្រុងសូអ៊ូលនៅគៀកនឹងកូរ៉េខាងជើងមែនទែននៅកំឡុងការសង្គ្រាមកូរ៉េនៅក្នុងឆ្នាំ1950ដល់ឆ្នាំ1953ហ្នឹងកូរ៉េខាងជើងធ្លាប់វាយចូលដល់ទីក្រុងសូអ៊ូលប្រហែលជា2ដងគុំសម្ព័ន្ធមិត្តរបស់កូរ៉េជួយទាន់ហ្នឹងកុំអីកូរ៉េចាប់បាត់ហើយវាយរុញច្រានកូរ៉េខាងត្បូងរហូតទៅដើមទីក្រុងសូអ៊ូលរហូតដល់វាយរុញច្រានដល់កូរ៉េខាងត្បូងរត់ទៅតំបន់ភាគខាងត្បូងនៃប្រទេសរត់ដល់តំបន់កំពង់ផែទីក្រុងកំពង់ផែភូសានភាគខាងត្បូងនៃប្រទេសកុំតបានអាមេរិកនិងអង្គការសហប្រជាជាតិឲ្យចូលអន្តរាគមន៍នឹងកុំអីកូរ៉េបាត់បង់ប្រទេសកូរ៉េខាងត្បូងបាត់ហើយបង្រួមបាត់ហើយកន្លងមករដ្ឋាភិបាលរបស់កូរ៉េក៏ធ្លាប់មានបំណងចង់បដូររាជធានីពីទីក្រុងសេអ៊ូលនេះទៅសេជុងដែរព្រោះអីសេអ៊ូលនេះគឺនៅគៀកនឹងកូរ៉េខាងជើងមែនទែននៅចម្ងាយមិនឆ្ងាយពីកូរ៉េខាងជើងទេប្រហែលជា50គីឡូសិនបើមានការវាយប្រហារណាមួយគឺមានហានិភ័យខ្ពស់ហើយត្រឹមកំជ្រួចវងអីក៏វាយប្រហារដល់ដែរហើយតំបន់សេជុងហ្នឹងគឺជាតំបន់ដែលងាយស្រួលក្នុងការរស់នៅពេញនិយមប្រជាជនរស់នៅហ្នឹងមានសុខដុមរមនាហើយវាឆ្ងាយពីកូរ៉េខាងជើងផងអញ្ចឹងហើយគេចង់បដូររាជធានីទៅសេជុងក៏ប៉ុន្តែការបដូររាជធានីមិនមែនងាយស្រួលអញ្ចឹងទេដូច្នេះហើយរដ្ឋាភិបាលក៏សម្រេចចិត្តថានៅរក្សាទុកទីក្រុងនៅយករក្សាទុកទីក្រុងសេអ៊ូលនៅនឹងទីនឹងនេះអត់បដូរទៅសេជុងណាហើយបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ share ចែករំលែកម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូនខ្ញុំឲ្យបងប្អូនមើលនេះកន្លែងនេះប្រៀបដូចជានេះប្រៀបដូចជាបេះដូងរបស់ប្រទេសកូរ៉េហ្មងកន្លែងសារមន្ទីរដ៏ធំរបស់កូរ៉េហ្មងណាបងប្អូនឃើញអត់កាសធាតុហ្នឹងអត់សូវល្អថតអត់សូវច្បាស់ហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយ share ចែករំលែកមួយផងបងប្អូនណាបាយជួបគ្នានៅវីដេអូក្រោយនេះមួយទង់ជាតិដែលជួយឲ្យកូរ៉េច្បាំងតទៅជាមួយនឹងកូរ៉េខាងជើងខាងនេះក្រោយខ្នងខ្ញុំអានេះខាងនោះបាយជួបគ្នាវីដេអូក្រោយ